ថែរក្សាសុខភាពខេត្តកម្ពុជាទាំង6នេះខ្យល់ពុលកំពុងក្របដណ្ដុំអ្នកទាំងអស់គ្នាđangអត់បច្ចុប្បន្ននេះខ្យល់ពុលមានស្ទើរគ្រប់ទីកន្លែងដើម្បីសុខភាពបងគួរតែមានម៉ាស៊ីនបន្សុទ្ធខ្យល់មួយនៅក្បែរខ្លួនដូច្នេះខ្ញុំចង់ណែនាំបងពីម៉ាស៊ីនបន្សុទ្ធខ្យល់ Xiaomi គឺវាសំខាន់មែនតើវាជួយកម្ចាត់នៅខ្យល់មិនល្អធ្វើឲ្យខ្យល់របស់យើងបរិសុទ្ធនិងចាប់យកក្លិនមិនល្អធូលីដីតូចៗដែលមើលមិនឃើញនិងមេរោគបាក់តេរីរោមសត្វចិញ្ចឹមបានរហូតដល់ 99.99% ពិសេសបំផុតមានមុខងារសម្រាប់តាមដានជាតិតនិងតាមដានជាតិពុលនៅក្នុងខ្យល់នៅពេលបរិយាកាសក្នុងបន្ទប់មិនបរិសុទ្ធឬមានជាតិពុលម៉ាស៊ីនបន្សុទ្ធខ្យល់មួយនេះមាន sensor ចាប់យកនិងបង្ហាញសញ្ញាប្រាប់ភ្លាមៗនិងបញ្ជូននូវទិន្នន័យទៅក្នុង app ដោយស្វ័យប្រវត្តិដែលបង្ហាញពីពណ៌សម្រាប់ប្រាប់ពីជាតិពុលតិចឬច្រើនទៅតាមពណ៌ដែលបានបញ្ជាក់មាន4ពណ៌ពណ៌ក្រហមបរិយាកាសខ្យល់មានជាតិពុលនិងធូលីខ្ពស់ពណ៌ទឹកក្រូចបរិយាកាសខ្យល់មានជាតិពុលនិងធូលីកម្រិតមធ្យមពណ៌លឿងបរិយាកាសខ្យល់មានជាតិពុលនិងធូលីកម្រិតទាបពណ៌បៃតងបរិយាកាសខ្យល់ល្អបងអាចដាក់នៅក្នុងបន្ទប់ការិយាល័យបន្ទប់គេងគឺវាល្អខ្លាំងមែនតើដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយងាយស្រួលដកដង្ហើមការពារជំងឺផ្ដាសាយកាត់បន្ថយអាឡែស៊ីដែលមានជាមួយ UV មកជាមួយផងដែរមិនត្រឹមតែអាចបញ្ចេញខ្យល់ល្អទេតែវាអាចកម្ចាត់មេរោគបានទៀតផងម៉ាស៊ីននេះអាចបន្សុទ្ធខ្យល់បានដល់ទៅ360ដឺក្រេនិងអាច connect ជាមួយនឹង app Xiaomi Home នៅលើទូរស័ព្ទដៃបានផងដែរ app នេះមានលក្ខណៈពិសេសងាយស្រួលដល់អ្នកប្រើប្រាស់យើងអាចកំណត់ទំហំម៉ែត្រការ៉េដែលយើងចង់បន្សុទ្ធខ្យល់អាចកំណត់ពន្លឺរបស់ភ្លើង LED អាចចាក់សោរការពារនៅពេលយើងប៉ះពាល់ដោយចៃដន្យការពារកុមារមាន function filter ប្រាប់ពីអាយុនៃតម្រងដែលយើងប្រើប្រាស់និងមាន schedule ដែលអាចកំណត់ពេលវេលាបិទបើកបានទៀតផងជួយដល់ការសន្សំសំចៃអគ្គិសនីមែនតើមានបញ្ជាដោយសំឡេងបិទបើកម៉ាស៊ីនបន្សុទ្ធខ្យល់ Turn on Smart Air Purifier ចូលទៅកាន់ app Xiaomi Home រួចជ្រើសរើសម៉ាស៊ីនបន្សុទ្ធខ្យល់ដែលបងបាន connect ហើយអូសមកក្រោមចុចពាក្យ Auto Mention បន្ទាប់មកចុចសញ្ញាបូកឃើញពាក្យ Menu Control រួចដាក់ឈ្មោះចំណាំបន្ទាប់មកចុច Note Set រកពាក្យ Power On Power Off ចុចពាក្យ Set Up បន្ទាប់មកចូល Add to Series យើងចូលទៅ Voice សំឡេងដែលយើងចង់ដាក់ Turn on Smart Air Purifier បន្ទាប់មកចុចពាក្យ Done រួចរាល់ជាការស្រេច Turn on Smart Air Purifier នឹងមាន function 3 mode សម្រាប់ប្រើប្រាស់ Auto mode អក្សរ A គឺជាមុខងារ Auto ដែលយើងប្រើប្រាស់នៅពេលបរិយាកាសអាប់អួល Sleep mode សញ្ញាលោកខែគឺមុខងារដែលយើងប្រើប្រាស់នៅពេលយប់មិនឲ្យមានសំឡេងរំខាន Manual mode សញ្ញាបេះដូងគឺមុខងារសម្រាប់បន្សុទ្ធខ្យល់នៅពេលដែលយើងមានអារម្មណ៍ថានៅក្នុងបន្ទប់មានធូលីច្រើនឧស្សាហ៍ក្រដាស់យើងប្រើ function នេះត្រូវតែម្ដង Smart Air Purifier for Lit អាចបន្សុទ្ធបាន25ទៅ43ម៉ែត្រការ៉េ Smart Air Purifier 5 អាចបន្សុទ្ធបាន28ទៅ48មីលការ៉េ Smart Air Purifier 4 Pro អាចបន្សុទ្ធបាន35ទៅ60ម៉ែត្រការ៉េ Smart Air Purifier 5S អាចបន្សុទ្ធបាន36ទៅ62ម៉ែត្រការ៉េ Smart Air Purifier 6 Max អាចបន្សុទ្ធបាន56ទៅ96ម៉ែត្រការ៉េប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ម៉ាស៊ីនបន្សុទ្ធខ្យល់ឆ្លាតវៃ model Xiaomi ទាំង5ទំហំនេះសូមទំនាក់ទំនងមកកាន់ Page ឥឡូវនេះដើម្បីទទួលបានព័ត៌មានលម្អិត